I have to keep learning ប្រែថាខ្ញុំត្រូវតែបន្តការសិក្សា I have to work hard ប្រែថាខ្ញុំត្រូវតែខំធ្វើការងារ I have to charge my phone បានន័យថាខ្ញុំត្រូវតែសាកទូរស័ព្ទរបស់ខ្ញុំជម្រាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងទៅសិក្សាអំពីប្រយោគល្អៗបន្ថែមទៀតប្រយោគទាំងអស់នេះគឺសិតតែប្រយោគដែលយើងប្រើប្រាស់ប្រចាំថ្ងៃអញ្ចឹងបងប្អូនមើលមកចំណងជើងមកនេះ have to clear ថា have to គឺប្រែថាត្រូវតែបាទអញ្ចឹងបងប្អូនធ្លាប់តែលើពាក្យថា have គឺយើងប្រែថាមានអញ្ចឹងណាបាទតែដល់ពេល have to គឺយើងប្រែថាត្រូវតែអញ្ចឹងបងប្អូនចង់ដឹងថាមានប្រយោគអ្វីខ្លះដែលមាន have to នៅក្នុងហ្នឹងឥឡូវបងប្អូនទៅតាមដានមួយទាំងអស់គ្នាបាទនេះទី1នេះខ្ញុំត្រូវតែសម្អាតបន្ទប់របស់ខ្ញុំបាទអញ្ចឹងជាភាសាអង់គ្លេសគេនិយាយថា I have to clean my room I have to clean my room មួយប្រយោគហ្នឹងប្រែថាខ្ញុំត្រូវតែសម្អាតបន្ទប់របស់ខ្ញុំនេះ I have to ប្រែថាខ្ញុំត្រូវតែ clean ប្រែថាសម្អាត my room គឺបន្ទប់របស់ខ្ញុំ I have to clean my room ខ្ញុំត្រូវតែសម្អាតបន្ទប់របស់ខ្ញុំបាទតោះបន្តទៅទៀតខ្ញុំត្រូវតែរៀនភាសាអង់គ្លេសបាទប្រយោគល្អអង់គ្លេសគេថា I have to study English I have to study English ប្រែថាខ្ញុំត្រូវតែរៀនភាសាអង់គ្លេសបាទចឹងនេះ I have to ប្រែថាខ្ញុំត្រូវតែ study ប្រែថារៀន English គឺយើងប្រែថាភាសាអង់គ្លេស I have to study English ខ្ញុំត្រូវតែរៀនភាសាអង់គ្លេសពីព្រោះភាសាអង់គ្លេសវាសំខាន់អញ្ចឹងទៅណាបាទតោះបន្តទៅទៀតខ្ញុំត្រូវតែក្រោកពីគេងលឿនបាទន័យថាខ្ញុំត្រូវតែប្រញាប់ក្រោកពីគេងណាអង់គ្លេសគេថា I have to get up early I have to get up early ប្រែថាខ្ញុំត្រូវតែក្រោកពីគេងលឿននេះ I have to ខ្ញុំត្រូវតែ get up ប្រែថាក្រោកពីគេង early ប្រែថាលឿន I have to get up early ខ្ញុំត្រូវតែក្រោកពីគេងលឿនបាទបន្តទៅទៀតខ្ញុំត្រូវតែទៅសាលាបាទខ្ញុំត្រូវតែទៅសាលាអង់គ្លេសគេថា I have to go to school I have to go to school ប្រែថាខ្ញុំត្រូវតែទៅសាលារៀនបាទនេះ I have to ខ្ញុំត្រូវតែ go នឹងទៅបាទ school យើងប្រែថាសាលារៀន I have to go to school ខ្ញុំត្រូវតែទៅសាលារៀនតទៅទៀតខ្ញុំត្រូវតែលាងចានបាទខ្ញុំត្រូវតែលាងចានណាអង់គ្លេសថា I have to wash the dishes I have to wash the dishes ប្រែថាខ្ញុំត្រូវតែលាងចានអញ្ចឹង I have to គឺដឹងតែខ្ញុំត្រូវតែហើយ wash ប្រែថាលាងហ្នឹង dishes យើងប្រែថាចានចានយើងញ៉ាំអាហារណា I have to wash the dishes ខ្ញុំត្រូវតែលាងចានតទៅទៀតខ្ញុំត្រូវតែចម្អិនអាហារឬក៏ថាខ្ញុំត្រូវតែធ្វើម្ហូបអង់គ្លេសគេថា I have to cook food I have to cook food ប្រែថាខ្ញុំត្រូវតែធ្វើម្ហូបបាទ I have to ខ្ញុំត្រូវតែ cook food ប្រែថាចម្អិនអាហារ I have to cook food ខ្ញុំត្រូវតែចម្អិនអាហារឬក៏ខ្ញុំត្រូវតែធ្វើម្ហូបបងប្អូននិយាយបែបហ្នឹងមកហ្នឹងគឺសិតតែប្រយោគប្រចាំថ្ងៃដែលបងប្អូនត្រូវការប្រើប្រាស់ហើយបាទហ្នឹងហើយតោះទៅទៀតខ្ញុំត្រូវតែទិញម្ហូបបាទខាងលើមិញខ្ញុំត្រូវតែចម្អិនម្ហូបតែកន្លែងនេះខ្ញុំត្រូវតែទិញម្ហូបវិញអង់គ្លេសគេថា I have to buy food I have to buy food ខ្ញុំត្រូវតែទិញម្ហូបបាទកន្លែងពាក្យ buy យើងប្រែថាទិញប៉ុន្តែបងប្អូនទៅសេអក្សរតូចមែនណាបាទដោយសារវានៅកតាលប្រយោគតែហ្នឹងណានេះបន្តពីលើមកប៉ុន្តែវាជាប់
អក្សរធំចឹង I have to buy food ខ្ញុំត្រូវតែទិញម្ហូបបាទតទៅទៀតខ្ញុំត្រូវតែផឹកទឹកឲ្យច្រើនបាទឬក៏ថាខ្ញុំត្រូវតែញ៉ាំទឹកឲ្យច្រើនដើម្បីមានសុខភាពល្អអង់គ្លេសគេថា I have to drink more water I have to drink more water ប្រែថាខ្ញុំត្រូវតែផឹកទឹកឲ្យច្រើនបាទអញ្ចឹង I have to ខ្ញុំត្រូវតែ drink ប្រែថាផឹក more ហ្នឹងគឺច្រើនណា water យើងប្រែថាទឹក I have to drink more water ខ្ញុំត្រូវតែផឹកទឹកឲ្យច្រើនអញ្ចឹងបងប្អូនចង់បន្ថែមបន្ថយយ៉ាងហ្នឹងគឺបន្ថែមបន្ថយខ្លួនឯងមកអត់ទេឧទាហរណ៍ចង់ដាក់ថាខ្ញុំត្រូវតែផឹកទឹកឲ្យច្រើនក្នុងមួយថ្ងៃណា I have to drink more water per day ខ្ញុំត្រូវតែផឹកទឹកឲ្យច្រើនក្នុងមួយថ្ងៃបាទទៅទៀតខ្ញុំត្រូវតែហាត់ប្រាណបាទប្រយោគល្អត្រូវតែហាត់ប្រាណអត់ហាត់ទេគឺអត់មានសុខភាពល្អទេអង់គ្លេសគេថា I have to exercise I have to exercise ប្រែថាខ្ញុំត្រូវតែហាត់ប្រាណនេះអញ្ចឹង I have to ខ្ញុំត្រូវតែ exercise យើងប្រែថាហាត់ប្រាណ I have to exercise ខ្ញុំត្រូវតែហាត់ប្រាណចុះបើបងប្អូនចង់បន្ថែមថាខ្ញុំត្រូវតែហាត់ប្រាណពេលព្រឹកបានទេថាបានយើងបន្ថែម in the morning មក I have to exercise in the morning ខ្ញុំត្រូវតែហាត់ប្រាណពេលព្រឹក I have to exercise in the evening ខ្ញុំត្រូវតែហាត់ប្រាណពេលល្ងាចស្រេចតែយើងបន្ថែមបន្ថយទេតទៅទៀតខ្ញុំត្រូវតែខលទៅមិត្តភក្តិខ្ញុំបាទអង់គ្លេសគេថា I have to call my friend I have to call my friend បាទប្រែថាខ្ញុំត្រូវតែខលទៅមិត្តភក្តិខ្ញុំអញ្ចឹងពាក្យ call ប្រែថាហៅបងហៅហ្នឹងហៅទីនេះសំដៅទៅលើហៅដោយទូរស័ព្ទ my friend គឺមិត្តភក្តិរបស់ខ្ញុំ I have to call my friend ខ្ញុំត្រូវតែហៅមិត្តភក្តិខ្ញុំឬក៏ថាខ្ញុំត្រូវតែទៅមិត្តភក្តិខ្ញុំក៏បានដែរទៅទៀតខ្ញុំត្រូវតែស្លៀកពាក់ឯកសណ្ឋានបាទត្រូវតែស្លៀកពាក់ឯកសណ្ឋានសាលាឯកសណ្ឋានការងារអញ្ចឹងណាដើម្បីមើលទៅឃើញស្អាតអង់គ្លេសគេថា I have to wear uniform I have to wear uniform ប្រែថាខ្ញុំត្រូវតែស្លៀកពាក់ឯកសណ្ឋានអញ្ចឹង wear យើងប្រែថាស្លៀកពាក់បងប្អូនបាទ wear uniform យើងប្រែថាឯកសណ្ឋាន I have to wear uniform បាទឯកសណ្ឋានសាលាគេហៅថា school uniform បាទបងប្អូនបន្ថែម school ទៀតមកទៅទៀតខ្ញុំត្រូវតែមកឲ្យទាន់ពេលប្រយោគល្អត្រូវតែមករៀនឲ្យទាន់ពេលត្រូវតែមកប្រជុំឲ្យទាន់ពេលត្រូវតែមកធ្វើការឲ្យទាន់ពេលអង់គ្លេសគេថា I have to be on time I have to be on time ប្រែថាខ្ញុំត្រូវតែមកឲ្យទាន់ពេលណា I have to ខ្ញុំត្រូវតែ be on time ប្រែថាទាន់ពេល I have to be on time ខ្ញុំត្រូវតែមកឲ្យទាន់ពេលបន្តទៀតខ្ញុំត្រូវតែសន្សំលុយបាទត្រូវតែសន្សំលុយមិនអាចខ្ជះខ្ជាយបានទេចឹងអង់គ្លេសថា I have to save money I have to save money ប្រែថាខ្ញុំត្រូវតែសន្សំលុយបាទអញ្ចឹងពាក្យ save ប្រែថាសន្សំ money ប្រែថាលុយ I have to save money ខ្ញុំត្រូវតែសន្សំលុយណាអញ្ចឹងបងប្អូនចេះមកប្រយោគហ្នឹងគឺពិតជាសំខាន់ណាស់នៅពេលដែលបងប្អូនត្រូវការយកទៅប្រើប្រាស់នៅថ្ងៃណាមួយគឺបងប្អូនអាចនិយាយបានហើយបើគេនិយាយមកក៏បងប្អូនអាចយល់ពីគេថាគេនិយាយពីអីដែរអញ្ចឹងណាបាទអញ្ចឹងការរៀនហ្នឹងតេតហ្នឹងគឺសំខាន់ណាស់បងប្អូនទៅទៀតខ្ញុំត្រូវទៅលេងគ្រួសាររបស់ខ្ញុំបាទអញ្ចឹងអង់គ្លេសគេនិយាយថា I have to visit my family I have to visit my family ប្រែថាខ្ញុំត្រូវតែទៅលេងគ្រួសាររបស់ខ្ញុំបាទអញ្ចឹង I have to ខ្ញុំត្រូវតែ visit ប្រែថាទៅលេង my family ប្រែថាគ្រួសាររបស់ខ្ញុំ
chẳng bạn lên là nam xem tiếp chẳng bao bốn đâu là anh family mà I have to visit my friends nhóm trời tự lên bật phẹ nhóm I have to visit my teachers nhóm trời tự lên kêu bọc nhóm mày chẳng thế nào bạn tự tiết nhóm trời tại ngút tức bà trời tại ngút tức ăn ngút tức cứ để ăn lụa để chẳng áo lấy cái thả I have to take a bath I have to take a bath bà thác nhóm trời tại ngút tức I have to nhóm trời tại clear take a bath bà thằng ngút tức không anh I have to take a bath nhóm trời tại ngút tức bà tự tiết nhóm trời tại đọc mạnh bà trời tại đọc sầm ạt mạnh áo lấy cái thả I have to brush my teeth I have to brush my teeth bà thác nhóm trời tại đọc mạnh nhận bọc nhóm bạn chẳng biết thà brush dương bà thà đọc my teeth dương bà tại mạnh nhận bọc nhóm I have to brush my teeth nhóm trời tại đọc mạnh nhận bọc nhóm ta bạn ta tới tiết vốn bà cái dương châu đó nhóm trời tại nợ vọt áo khỏe bà phải dùng lo vốn trời tại nợ vọt tế cứ dương khỏe ta bánh riêng hai ở xa bóng ọt phải giỏi chẳng riêng hai chế hai trời nợ vọt phòng áo khỏe cái thả I have to practice English I have to practice English bài thác nhóm trời tại nợ vọt cái sao khỏe bà chẳng I have to bài thác nhóm trời tại practice bài thác nợ vọt Englishคือภาษาอังกฤษ I have to practice English ខ្ញុំត្រូវតែអនុវត្តភាសាអង់គ្លេសបាទទៅទៀតខ្ញុំត្រូវតែរៀនពាក្យថ្មីបាទនេះក៏សំខាន់ដែរអញ្ចឹងបើសិនជាអត់បានសិក្សាពាក្យថ្មីទេគឺយើងអត់រីកចម្រើនភាសាអង់គ្លេសយើងទេណាបងប្អូននេះអង់គ្លេសគេថា I have to learn new words I have to learn new words ប្រែថាខ្ញុំត្រូវតែរៀនពាក្យថ្មីបាទចឹង learn យើងប្រែថារៀន new words ប្រែថាពាក្យថ្មីចឹងបងប្អូនអ្នកសិក្សាភាសាអង់គ្លេសកុំភ្លេចរៀនពាក្យថ្មីឲ្យបានរាល់ថ្ងៃបាទដោយបងប្អូនពងមើលវីដេអូខ្ញុំអញ្ចឹងបើសិនជាមើលឲ្យបងប្អូនឃើញ clear ឬក៏ពាក្យណាថ្មីសម្រាប់បងប្អូនគឺយើងកត់យកបាទកត់យកដើម្បីតន្តែងបើកាលណាបងប្អូនខ្លាំងពាក្យគឺខ្លាំងភាសាអង់គ្លេសហើយបាទតោះទៅទៀតខ្ញុំត្រូវតែប្រុងប្រយ័ត្នបាទខ្ញុំត្រូវតែប្រុងប្រយ័ត្នអង់គ្លេសថាI have to be careful I have to be careful បាទន័យថាខ្ញុំត្រូវតែប្រុងប្រយ័ត្នបាទអញ្ចឹងប្រហែលបាត់ប្រយ័ត្នកងបងប្អូននេះ careful យើងប្រែថាប្រុងប្រយ័ត្ន I have to be careful បាទតទៅទៀតខ្ញុំត្រូវតែប្រាប់ការពិតបាទខ្ញុំត្រូវតែប្រាប់ការពិតដល់នរណាម្នាក់អង់គ្លេសគេថា I have to tell the truth I have to tell the truth បាទប្រែថាខ្ញុំត្រូវតែប្រាប់ការពិតអញ្ចឹង I have to tell បាទន័យថាខ្ញុំត្រូវតែប្រាប់ truth អានចឹង truth ការពិតបងប្អូនអញ្ចឹងខាងក្រៅនៃការអានដាតនៅចន្លោះថ្មីទាំងលើទាំងក្រោម truth I have to tell the truth ខ្ញុំត្រូវតែប្រាប់ការពិតទៅទៀតខ្ញុំត្រូវតែគោរពអ្នកដទៃបាទអង់គ្លេសគេថា I have to respect others I have to respect others ប្រែថាខ្ញុំត្រូវតែគោរពអ្នកដទៃនេះ I have to ប្រែថាខ្ញុំត្រូវតែ respect ប្រែថាគោរព others អ្នកដទៃ I have to respect others ខ្ញុំត្រូវតែគោរពអ្នកដទៃតទៅទៀតខ្ញុំត្រូវតែគោរពច្បាប់បាទត្រូវតែគោរពច្បាប់អង់គ្លេសគេថា I have to follow the rule I have to follow the rule មួយប្រយោគហ្នឹងប្រែថាខ្ញុំត្រូវតែគោរពច្បាប់បាទអញ្ចឹងនេះពាក្យ follow បងប្អូនឧស្សាហ៍ឮនៅក្នុង Facebook អីហ្នឹងគឺ follow យើងប្រែថាគោរពឬក៏ធ្វើតាមឬក៏ដើរតាមបងប្អូនបាទតែទីនេះយើងប្រែថាគោរព rule យើងប្រែថាច្បាប់ I have to follow the rule ខ្ញុំត្រូវតែគោរពច្បាប់បាទទៅទៀតខ្ញុំត្រូវតែខំធ្វើការងារបាទខ្ញុំត្រូវតែខិតខំធ្វើការងារ
អខ្លះគេថា I have to work hard I have to work hard ប្រែថាខ្ញុំត្រូវតែខំធ្វើការងារបាទมันអាចលេះបានទេអញ្ចឹង I have to គឺខ្ញុំត្រូវតែ work hard យើងប្រែថាខិតខំធ្វើការបងនេះ clear ល្អកន្លែង work hard ប្រែថាខិតខំធ្វើការងារបាទ I have to work hard ខ្ញុំត្រូវតែខិតខំធ្វើការទៅទៀតខ្ញុំត្រូវតែសម្រាកបាទខិតខំធ្វើការឲ្យសម្រាកផងអត់សម្រាកគឺសុខភាពអត់ល្អទេអញ្ចឹងខ្ញុំត្រូវតែសម្រាកអង់គ្លេសគេថា I have to take a break I have to take a break ខ្ញុំត្រូវតែសម្រាកបាទអញ្ចឹង I have to ខ្ញុំត្រូវតែ take a break គឺសម្រាកបាទកន្លែង clear ថា take a break សម្រាកហ្នឹង I have to take a break តទៅទៀតខ្ញុំត្រូវតែសាកថ្មទូរស័ព្ទរបស់ខ្ញុំបាទទូរស័ព្ទអស់ថ្មអញ្ចឹងខ្ញុំត្រូវតែសាកអង់គ្លេសគេថា I have to charge my phone I have to charge my phone បាទន័យថាខ្ញុំត្រូវតែសាកទូរស័ព្ទរបស់ខ្ញុំបាទនេះ I have to បាទន័យថាខ្ញុំត្រូវតែ charge អានអញ្ចឹង charge ប្រែថាសាកថ្ម my phone ទូរស័ព្ទរបស់ខ្ញុំ I have to charge my phone ខ្ញុំត្រូវតែសាកថ្មទូរស័ព្ទរបស់ខ្ញុំអញ្ចឹងបើត្រូវតែសាកថ្ម laptop អីបងប្អូនបដូរកន្លែង phone ហ្នឹងមកតទៅទៀតខ្ញុំត្រូវតែចូលរួមកម្មវិធីការបាទខ្ញុំត្រូវតែចូលរួមកម្មវិធីអាពាហ៍ពិពាហ៍ក៏បានដែរអង់គ្លេសគេថា I have to attend the wedding I have to attend the wedding ប្រែថាខ្ញុំត្រូវតែចូលរួមពិធីមង្គលការបាទអញ្ចឹង I have to ខ្ញុំត្រូវតែ attend គឺយើងប្រែថាចូលរួមប្រព័ន្ធកន្លែងហ្នឹង attend wedding ប្រែថាមង្គលការឬក៏អាពាហ៍ពិពាហ៍បាទ I have to attend the wedding តទៅទៀតខ្ញុំត្រូវតែកត់ចំណាំបាទបើអត់កត់ចំណាំទេមកផ្លែតហ្នឹងផ្លែតទៅវិញហើយអញ្ចឹងបងប្អូនមើលវីដេអូដូចគ្នាមើលហើយកត់ចំណាំផងអញ្ចឹងអស់ខ្លះថា I have to take notes I have to take notes ប្រែថាខ្ញុំត្រូវតែកត់ចំណាំបាទអញ្ចឹង I have to ខ្ញុំត្រូវតែ take notes គឺកត់ចំណាំហ្នឹងបងបាទដូចបងប្អូនឃើញពាក្យថ្មីយើង take notes នៅក្នុងសភៅយើងមកតទៅទៀតខ្ញុំត្រូវតែចាក់សោទ្វារបាទតណាតណៃត្រូវតែចាក់សោទ្វារណាអង់គ្លេសគេថា I have to lock the door I have to lock the door ប្រែថាខ្ញុំត្រូវតែចាក់សោទ្វារបាទអញ្ចឹងពាក្យ lock ប្រែថាចាក់សោចាក់បិទ door យើងប្រែថាទ្វារ I have to lock the door ខ្ញុំត្រូវតែចាក់សោទ្វារណា I have to lock the door before I go out ខ្ញុំត្រូវតែចាក់សោទ្វារមុននឹងទៅក្រៅបាទទៅទៀតខ្ញុំត្រូវតែបន្តសិក្សាបានន័យថាត្រូវតែបន្តរៀនណាមិនអាចឈប់រៀនបានទេតោះអស់លេស I have to keep learning I have to keep learning ប្រែថាខ្ញុំត្រូវតែបន្តការសិក្សាបាទអញ្ចឹង keep យើងប្រែថារក្សា learning គឺការរៀន I have to keep learning ខ្ញុំត្រូវតែបន្តរៀនបាទមានតែរៀនទេទើបអនាគតភ្លឺថ្លាវិញតោះទៅទៀតខ្ញុំត្រូវតែអត់ធន់បាទខ្ញុំត្រូវតែអត់ធន់ខ្ញុំត្រូវតែអត់ធ្មត់អង់គ្លេសគេថា I have to be patient I have to be patient ប្រែថាខ្ញុំត្រូវតែអត់ធន់បាទអញ្ចឹងនេះ I have to ខ្ញុំត្រូវតែ be patient គឺអត់ធន់បងប្អូនបាទពាក្យ patient យើងប្រែថាអត់ធន់អត់ធ្មត់ពាក្យល្អ word take note ផងបាទ take note គេកត់ចំណាំអានថា patient I have to be patient ខ្ញុំត្រូវតែអត់ធន់បាទដូច្នេះនៅក្នុងវីដេអូនេះគឺយើងសិក្សាប្រយោគប៉ុណ្ណេះបងប្អូនបាទអញ្ចឹងបើសិនជាបងប្អូនមើលវីដេអូនេះ
មានចម្ងល់អាច comment នៅខាងក្រោមវីដេអូម្យ៉ាងទៀតបើមានចំណុចខ្វះខាតសូមអធិស្ឋានដល់បងប្អូនទាំងអស់គ្នាហើយយើងនឹងជួបគ្នានៅវីដេអូក្រោយសូមជម្រាបលា